សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធរៈអនុធរៈគ្រប់ព្រះអង្គហើយសេចក្តីជ្រះថ្លាសូមធ្វើការគ្រប់ជំរាបសួរដល់លោកឪពុកម្ដាយគឺជាបងប្អូនព្រះស្រីទាំងអស់ពិធីស្រញ់រាប់អានពីខ្ញុំកណាខ្ញុំបាទវិជ្ជកណាអស់នេះចូលคลิปទី2ក្នុងคลิปទី1ខ្ញុំបានបង្ហាញពីមូលវិជ្ជាដែលភ្ជាប់គ្នាជាមួយនឹងយ័ន្តសម្រាប់យើងរស់ស៊ីហើយនឹងគេឆ្លាញ់ចូលចិត្តនៅក្នុងក្បួនសិលវិជ្ជាហើយវីដេអូទី2នេះជាមួយខ្ញុំរងមួយសិនថាសំគួរបែបណាក្នុងការបង្ហាញជូនហើយរឿងការបង្ហាញជូននេះវាមិនមែនតម្រូវចិត្តរាល់មនុស្សគ្រប់រូបទេជាស្រ័យការបង្ហាញជូននេះវាគ្រាន់តែជាចំណែកមួយឬក៏ដើម្បីជាជំរាបឲ្យជ្រាបខ្លះដែលទាក់ទងទៅនឹងជំនឿខ្មែរយើងពីបុរាណថារបស់ហ្នឹងវាមានមែនរបស់ហ្នឹងវាប្រកបវិជ្ជាមែនដែលខ្មែរយើងបានរក្សាទុកមកដល់បច្ចុប្បន្ននេះហើយជួយថាវាមានតាំងពីប្រហែល10000ឆ្នាំហើយថាខ្ញុំមិនដឹងទេព្រោះរឿងហ្នឹងវាអាចកំណត់ថាបានមកនោះប្រហែល10000ឆ្នាំទេហើយគ្រាន់តែដឹងថាវាមានតាំងពីយូរអង្វែងមកហើយខ្លាញ់ហ្នឹងវាមិនមែនតែមានទេហើយតែគ្រាន់ថារឿងមនោគមរឿងគេថារឿងអីនេះយើងនឹងវាមានគេនោះក៏វាមានតែគ្រាន់តែរបៀបនៃការធ្វើវាមានហេតុខុសគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងយើងមិនអាចប្រកាន់ភ្ជាប់ថាយើងនឹងវាខ្លាំងជាងគេហើយវិជ្ជាគេខ្លាំងជាងយើងនោះមិនទេដោយសារតែវិជានៅជនជាតិខ្លះតែណាដូចជាខាងឥណ្ឌូនេស៊ីភាគច្រើនគេសម្ដែងយករឿងចេះស្ដាយមកសម្ដែងហើយគេថាអីហ្នឹងភាគច្រើនគឺគេសម្ដែងឲ្យមើលឃើញភាពចេះស្ដាយណាខាងឥណ្ឌូនេស៊ីអានឹងគេចង់បង្ហាញថាវិជ្ជារបស់គេគឺវាខ្លាំងបែបហ្នឹងមែនវាប្រកែកបែបហ្នឹងមែនរឿងដងពើដងពាន់មានភាពជាក់ស្ដែងខ្មែរយើងមិនទាន់នឹងបានបង្ហាញពីត្រង់ហ្នឹងឲ្យឃើញមានភាពជាក់ស្ដែងទេខ្មែរយើងនៅខ្វះចន្លោះទីទូនេះឡើយទេប៉ុន្តែសម្រាប់ជនជាតិគេដូចជាឥណ្ឌូនេស៊ីវាមានឲ្យឃើញតែមកឲ្យឃើញច្បាស់ហើយជាមួយនឹងរឿងដែលបង្កើតឡើងភ្លាមប៉ុន្តែសួរថាវិជាគេខ្លាំងជាងយើងទេថាអត់ទេហើយចុះវិជាយើងខ្លាំងជាងគេទេថាអត់ទេខ្លាំងឬមិនខ្លាំងវាអាស្រ័យទៅលើអ្នកប្រើតើអ្នកប្រើរបៀបណាហើយសំប្រកបជាមួយនឹងហេតុណារបៀបណាដែលអ្នកនឹងប្រើទៅវាសមអូថាអ្នកនោះខ្លាំងផ្នែកខាងកំភ្លើងអញ្ចឹងបានន័យថាគេថាឲ្យទៅតេតងផ្នែកខាងកំភ្លើងគឺគាត់ដឹងតែខ្លាំងអ្នកនោះខ្លាំងផ្នែកស្នេហ៍អញ្ចឹងរឿងស្នេហ៍គឺគាត់ទៅលើគាត់រឿងស្នេហ៍រឿងស្និទ្ធគឺគាត់ទៅអ្នកនោះខ្លាំងខាងដោះពើអញ្ចឹងរឿងពើរឿងប៉ុនលើគាត់អ្នកនោះខ្លាំងផ្នែកខាងថ្នាំអញ្ចឹងរឿងថ្នាំរឿងអីហ្នឹងគឺលើគាត់ឃើញទេអញ្ចឹងវាមានរបៀបដែលប្រើវាមានហេតុរៀងរបៀបដែលគាត់មានចំណងចំណូលរៀនខាងណា
និស្ស័យទៅខាងណាគឺខ្លាំងបែបនោះហើយនិស្ស័យក៏ទៅខាងនឹងដែរเอาไปดูខ្ញុំឧទាហរណ៍ឥឡូវទាំងរបៀបនេះប្រើវិជ្ជា7,000វិជ្ជាស្នេហ៍វិជ្ជាអីផ្សេងកັບមុតបញ្ឆេះកបាំងកាយបែកភាកជ្រែកដីដើរក្នុងទឹកវិជ្ជាបង្រួចដីវិជ្ជាការពារអន្ទះវិជ្ជាការពារខ្យល់វិជ្ជាហៅភ្លៀងវិជ្ជាហៅខ្យល់វិជ្ជាហៅអន្ទះវិជ្ជាសពគ្រប់ទាំងអស់ឧទាហរណ៍ថាខ្ញុំចេះឧទាហរណ៍ថាខ្ញុំចេះអញ្ចឹងចេះទាំងអស់ហ្នឹងវាសត្វតែមកពីអីសត្វតែមកពីហេតុនៃបច្ច័យនៃការកសាងពីដើមឡើយសន្សំម្ដងទីម្ដងបច្ចុប្បន្នហ្នឹងហើយតម្រាំថាបានចេះទៅថាបានចេះប៉ុណ្្នឹងគឺតែប្រើពេលវេលាប្រហែលជាតិមកដល់ជាតិហ្នឹងប្រើពេលវេលាប្រហែលដើម្បីរៀនវិជ្ជានឹងឲ្យចេះឲ្យប្រកែណាអញ្ចឹងវាសិតតែមានរឿងវាមានហេតុបច្ច័យពីខាងដើមនៃឧបនិស្ស័យរបស់មនុស្សម្នាក់ប៉ុណ្ណឹងនៅចរហោទៅថារឿងទូទេអត់ចេះហ្នឹងហើយអ្នកខ្លះគាត់ចេះខាងទូទេគាត់ប្រកែទៅមកខាងទូទេទេទៅគឺដឹងរឿងរ៉ាវទាំងអស់សពគ្រប់ប្រការអញ្ចឹងទៅហ្នឹងចឹងថារឿងឧបនិស្ស័យនេះវាហេតុកើតមកពីការសន្សំពីដើមមកតែបើឲ្យគ្រាន់តែនឹកឃើញចេះវាមិនមានណាកន្លែងហ្នឹងវាមិនមានទេមកបើនឹកឃើញចេះម្លេះសភើនៅពីមុខខ្ញុំគោទៅគោដេនេះខ្ញុំចេះខ្ទេចអស់ហើយបកកែណាតែវាមិនអញ្ចឹងវាមិនបកកែអញ្ចឹងហើយវាមិនចេះអញ្ចឹងហើយខ្ញុំនៅប្រកាន់ភ្ជាប់ថារាល់គ្រឿងវិជ្ជាដែលនៅពីមុខខ្ញុំក្តីឬក៏វិជ្ជាពីមុនដែលខ្ញុំធ្លាប់ដឹងធ្លាប់អីក្តីធ្លាប់សិក្សាក៏ដោយខ្ញុំអត់បកកែទេហើយក៏ខ្ញុំមិនដែលខ្លាំងដែរឲ្យចេះថាខ្ញុំក៏អត់ចេះដែរមួយមេក៏មិនចេះដែរអាហ្នឹងត្រង់វិជ្ជានេះខ្ញុំនិយាយឲ្យត្រង់មិនមែនគ្រាន់តែអ្នកដែលបង្ហាញក្បួនអានក្បាលអានក្បួនជូនបង្ហាញជូនហើយអ្នកនោះបកកែហើយអ្នកនោះចេះមិនមែនទេការបង្ហាញជាពាក្យផ្សេងប៉ុន្តែការបង្ហាញជាកថាឲ្យដឹងថាវិជ្ជាដែលប្រើទៅវាមានរិទ្ធបែបនេះបង្ហាញឲ្យឃើញភ្លាមអញ្ចឹងវាខុសគ្នាហ្នឹងពីចំណែកហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំបង្ហាញបានតែក្បួនទេហើយនឹងវិជ្ជាដែលវាមាននៅក្នុងនេះខ្ញុំអាចបង្ហាញបានប៉ុន្តែគ្រាន់តែបង្ហាញអំពីរិទ្ធនៃវិជ្ជានីមួយឲ្យឃើញឲ្យដឹងនឹងខ្ញុំបង្ហាញបានទេដែលស្អីអត់ចេះមានតែប៉ុណ្្នឹងឯងសម្រាប់ខ្ញុំឥឡូវខ្ញុំរកមេមួយទៀតតែមុនខ្ញុំបង្ហាញពីយន់ហើយមេទី2នេះរកយន់មិនឃើញទេវាយន់វាធំពេកចឹងវាពិបាកសរសេរហើយក៏ពិបាកក្នុងការបង្ហាញដែរអញ្ចឹងមានតែបង្ហាញពីគាថាមួយរំពេចចំណងសិនព្រោះនេះវាចំណងជើងនៅលើនេះតែមួយឯងចំណងជើងក៏មិនដែរគេប្រើច្រើនមេចំណងជើងជាមួយខ្ញុំមួយសិនគេថាហៅលៀបជាងវាមានប្រមាណមេចេះម្ដងនេះវាមានច្រើនណាអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញមួយមេតេតួងទៅនឹងមុនវិជ្ជាហៅលៀបមុនវិជ្ជាហៅលៀបនេះអញ្ជើញតាំងពីអីមកច្រើនណាព្រមមីឯណាមហាព្រមមីនោះមកច្រើនណាជាមួយខ្ញុំអានជូនឲ្យស្ដាប់រឿងវែងបន្តិចពេលព្យាយាមវែងក៏ដែរព្យាយាមមួយថ្ងៃយកមួយឃ្លាពីរឃ្លាមួយថ្ងៃយកមួយឃ្លាពីរឃ្លាក៏បានដែររឹងរៀនព្រោះវាសិតតែគ្រឿងប្រយោជន៍ហើយនេះមិនមែនគ្រឿងអត់ប្រយោជន៍ទេអញ្ចឹងខ្ញុំអានជូនភ្លេចជម្រាបជូនរឿងក្បួនក្នុងករណីពិសេសលោកពុទ្ធម្ដាយអាចទៅមកខាងខ្ញុំម្នាក់ខ្ញុំបានចំពោះក្បួនត្រៃវេទត្រៃគុណហើយនិងក្បួនសិលវិជ្ជារួមទាំងក្បួនធម្មសង្ឃបច្ចក្ខណៈឥឡូវនេះខ្ញុំសម្រេចចិត្តថា
ក្បួនធម្មសង្ខារវិចារណោហ្នឹងគឺចែកជូនជាធម្មទៀតមួយក្បួនទៀតហើយតែវារឿងចាប់អសរបន្តិចចាប់អសររឿងល្អិតសិភើធម្មតាអសរល្អិតហើយអសរអត់ទៅសេឆ្លាក់ទៅសេទីទេគឺទៅសេជាធម្មតាចឹងអាចនឹងមើលទៅឬយល់ខ្លះមិនយល់ខ្លះបើបើសិនសម្រាប់រឿងក្មេងៗអាយុខ្ទង់50ចុះវាចំណាស់ត្រឹម50ចុះអីមកដល់ក្រៅពីខ្ញុំទៅទូយ៉ាងនឹងអាចប្រហែលជាយល់ហើយមួយទៀតតេតូនឹងគាត់ធ្លាប់ដឹងពីមុនមកពីគេថាគេអីពីមុនមកអានោះប្រហែលជាគាត់ងាយនឹងយល់ហើយងាយនឹងដឹងពីតួអក្សរមួយតែបើសិនជាអាយុរៀងសកម្មទៅហើយអានឹងរៀងពិបាកបន្តិចប៉ុន្តែចំពោះក្បួនសិលវិជ្ជាវិជ្ជកណោនេះមិនជាបញ្ហាទេព្រោះអក្សរធំមិនស្អាតប៉ុន្តែអក្សរធំហើយច្បាស់ហ្នឹងហើយក្បួនត្រៃវេត្រៃគុណនេះក៏ដូចនេះដែរអញ្ចឹងសម្រាប់ពីក្បួន3ក្បួនហ្នឹងលោកពុទ្ធម្ដាយអាចទៅមកខាងខ្ញុំមហាសម្បត្តិបានហើយមានករណីពិសេសខ្ញុំនឹងនិយាយតាមក្រោយនៅក្នុងការត្រៀមលងតាមប្រព័ន្ធលេខទូរស័ព្ទចំពោះអក្សរសាស្ត្រសម្រស់ដូចគ្នាដែរអក្សរសាស្ត្រសម្រស់សាច់ចាំអាយុវិញប្រសិនបើលោកពុទ្ធម្ដាយមានតម្រូវការចង់បានអាចទៅមកខាងខ្ញុំមហាសម្បត្តិបានដូចគ្នាតែអក្សរមិនចែកជូនគឺលក់ជូនចឹងខ្ញុំអានជូនឧមហាសីពលីខ្ញុំអានម្ដងទៀតសំទោឧមហាសីពលីអ៊ីតិសុថោសុគតោបិជេយថាំមៈអឧសិវੰលាភៈលាភោព្រមាចិត្តៈមានិមាហោនតុមេកំហោនតុតេកន្លែងនេះហោនតុមេកាលណាយើងអានហោនតុតេបើន័យថាឧទាហរណ៍យើងចង់បញ្ចុះត្រឡប់ឲ្យអ្នកនោះអញ្ចឹងយើងប្រើហោនតុតេតែបើយើងប្រើសម្រាប់ខ្លួនឯងយើងប្រើហោនតុមេចឹងខ្ញុំអានម្ដងទៀតឧមហាសីពលីអិតិសុថោសុគតោបិជេយថាំមៈអឧសិវੰលេភៈលាភោព្រមាចិត្តៈមានិមាហោនតុមេប៉ុណ្ណឹងទេហើយរឿងវែងតិចជាមួយសរសេរបានប៉ុណ្ណាអីប៉ុណ្ណាហើយជាស្រ័យផងរឿងវែងហើយបើសិនជាបបាក់រៀនក៏គាត់ទុកទៅមិនបាច់ចម្រៀងក៏បានគាត់ទុកជាមេរៀនហើយជាគេថាតែបើសិនអាចរៀនបានក៏រៀនទៅរឿងវែងតែបើសិនជាមេដង7ដង1000អីបើវែងល្អវិញវែងណាអាហ្នឹងយើងអាចសម្ដែងរិទ្ធចាញ់ផ្សាគ្នាទៅវិញទៅមកបានតែបើខ្លីពេកអានឹងមិនកើតទេខ្លីពេកគេប្រើដូចជា4ជាប់5ជាប់7ជាប់9ជាប់12ជាប់អីចឹងទៅឬក៏3ជាប់តែបើសិនវែងអានឹងកម្រោមានជាប់បើន័យថាភេវនេះចាញ់ផ្សាគ្នាទៅវិញទៅមកបើយើងចាញ់គួតឈៀងឬក៏ក្បែរស្លាប់ប៉ុណ្្នឹងឯងឬក៏ស្លាប់ទាំងបងប៉ុន្តែហើយក្នុងការបង្ហាញវិជ្ជារស់ស៊ីឬក៏វិជ្ជាហើយលេបនៅក្នុងក្បួនសិលវិជ្ជានៅក្នុងคลิปទី2សូមអរគុណសូមជម្រាបលា